តៃវ៉ាន់ជាផ្ទាំងសៀបនៃនយោបាយសន្តិសុខរបស់ចិនប៉ុន្មានឆ្នាំចុងក្រោយនេះតំបន់ដៃសមុទ្រ Formos ជាចំណុចក្តៅគគុកជាងគេបង្អស់មួយនៅក្នុងពិភពលោកមូលហេតុគឺមកពីចិនចង់អូសទាញតៃវ៉ាន់មកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យតតែបានគួរឲ្យកត់សម្គាល់ថានយោបាយសន្តិសុខរបស់ចិនពោពេញទៅដោយបដិវេតកម្មនៅម្ខាងថ្នាក់ដឹកនាំចិនគាំទ្រការអភិវឌ្ឍយូឡុងប្រកាសថាខ្លួនរក្សាសន្តិភាពនិងរួបរមគ្នាជាមួយមជ្ឈមលោកដើម្បីប្រឆាំងនឹងភេរវកម្មនៅម្ខាងទៀតថ្នាក់ដឹកនាំចិនត្រៀមខ្លួនវាយយកតៃវ៉ាន់ក្នុងករណីណាដែលតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យនិងត្រៀមខ្លួនប្រយុទ្ធទប់ទល់ទៅនឹងសហរដ្ឋអាមេរិកនៅក្នុងតំបន់ដៃសមុទ្រ Formos ក្នុងករណីណាដែលសង្គ្រាមផ្ទុះឡើងមែនទោះជាយ៉ាងណាក៏ដោយតាំងពីឆ្នាំ1996មកចិនបង្កើនឡើងជាលំដាប់ថវិកាយោធារបស់ខ្លួនជាក់ស្ដែងសប្តាហ៍ថ្ងៃនេះចិនក្លាយជាប្រទេសទី2នៅក្នុងពិភពលោកដែលចាយប្រាក់ច្រើនជាងគេនៅក្នុងវិស័យយោធាគូរាប់ម៉ឺនលានដុល្លារក្នុងមួយឆ្នាំទោះជាថវិកាការពារជាតិរបស់ចិននៅមានចំនួន6ដងតិចជាងថវិកាការពារជាតិរបស់សហរដ្ឋអាមេរិកក៏ដោយចិនកំពុងកែប្រែទ្រង់ទ្រាយនៃកម្លាំងរបស់ខ្លួនឲ្យទំនើបជាងមុនឲ្យមាំមួនជាងមុនទៅលើជើងអាកាសសមត្ថភាពយោធារបស់ចិនកើនយ៉ាងរហ័សគួរឲ្យស្ញប់ស្ញែងស្ដែងឡើងតាមរយៈការបាញ់សាកល្បងកំទេចផ្កាយរណបមួយរបស់ខ្លួនស្ថិតនៅលំហអាកាសចម្ងាយប្រមាណជាង800គីឡូពីភពផែនដីនៅខែមករាឆ្នាំ2007និងតាមរយៈការផលិតយន្តហោះប្រដេញដែលមានប្រព័ន្ធរ៉ាដាមិនអាចចាប់បាននៅឆ្នាំ2011នៅលើជើងទឹកវិញចិនបាននឹងកំពុងបន្តបង្កើនវត្តមានព្រមទាំងសកម្មភាពនៅលើផ្ទៃនៃបណ្ដាសមុទ្រជិតនិងជុំវិញប្រទេសខ្លួនចិនមាននាវាមុជទឹកដែលបំពាក់ទៅដោយមីស៊ីលនុយក្លេអ៊ែរហើយថែមទាំងមាននាវាផ្ទុកយន្តហោះផងដែរត្រង់ចំណុចនេះរបាយការណ៍មួយរបស់សារមន្ទីរបញ្ញកោតសហរដ្ឋអាមេរិកបានគូសបញ្ជាក់កាលពីចុងឆ្នាំ2010ថាប្រទេសចិនមានមហិច្ឆតាពង្រីកដែនអំណាចនិងដែនប្រមាញ់របស់ខ្លួនទៅឲ្យកាន់តែឆ្ងាយក្នុងផ្ទៃសមុទ្រទាំងអមាលម៉ាននៅប៉ែកខាងត្បូងនៅប៉ែកអាគ្នេយ៍និងប៉ែកខាងកើតនៃប្រទេសទាំងអស់នេះមិនមែនមានន័យថាចិនកំពុងលបងប្រកួតប្រជែងផ្នែកសពាវុធជាមួយសហរដ្ឋអាមេរិកនោះទេតាមពិតទៅចិនគ្រាន់តែមានមហិច្ឆតាចង់ក្លាយជាមហាអំណាចយោធាទី1នៅអាស៊ីដើម្បីមានទឹកមាត់ប្រៃក្នុងការអនុវត្តនយោបាយនិងការទូតរបស់ខ្លួននៅក្នុងតំបន់តែប៉ុណ្ណោះគោលដៅធំរបស់ចិនគឺយកឈ្នះសង្គ្រាមនៅក្នុងតំបន់ដៃសមុទ្រ Formos បើសិនជាសង្គ្រាមត្រូវតែកើតឡើងនៅថ្ងៃណាមួយមែននោះគួរនិយាយថានៅឆ្នាំ2000មកដល់ឆ្នាំ2008ក្រោមអាណត្តិគ្រប់គ្រងរដ្ឋរបស់ប្រធានាធិបតីទាមទារឯករាជ្យនិយម Chen Shui-bian តៃវ៉ាន់ចេះតែបង្ករឿងចង់ឲ្យគេទទួលស្គាល់ឯករាជ្យរបស់ខ្លួននិងចេះតែគំរាមចង់ប្រកាសឯករាជ្យក្នុងបរិបទបែបនេះចិនគ្មានជំរើសអ្វីផ្សេងក្រៅពីកំញោញតៃវ៉ាន់ដោយបានដំឡើងកំជ្រួចមីស៊ីលជិត 1000 ដើមបែរតម្រង់ទៅកោះតៃវ៉ាន់ជាច្រើនលើកច្រើនសារចិនដីគោកដែលខឹងក្រេវក្រោធខ្លាំងបានទាំងគម្រាមថានឹងធ្វើអន្តរាគមន៍យោធាវាយសង្គ្រប់យកកោះតៃវ៉ាន់ថែមទៀតផងផ្ទុយទៅវិញប៉ុន្មានឆ្នាំចុងក្រោយនេះជាមួយការឡើងកាន់ជាប្រធានាធិបតីតៃវ៉ាន់របស់ម៉ាយិនជៀវដែលចេញពីគណៈបកកូមីនតាំងផ្ទាំងតកដែលជារនាំងចន្លោះចិនទាំងពីរបាននឹងកំពុងបន្តរលាយក្រោមភាពកក់ក្ដៅស្និទ្ធស្នាលខ្លាំងឡើងជាលំដាប់រវាងថ្នាក់ដឹកនាំនៃត្រើយទាំងពីររបស់ដៃសមុទ្រ Formos នៅចុងឆ្នាំ2008ចិនដីគោកបានទាំងជូនអំណោយដល់កោះតៃវ៉ាន់នៅសត្វខ្លាឃ្មុំតក2ក្បាលឈ្មោះរបស់ខ្លាឃ្មុំទាំងពីរបានបញ្ចូលគ្នាមានន័យថារួបរวมគ្នាក៏ប៉ុន្តែទាំងនេះមិនមែនមានន័យថាចិនទាំងពីរត្រៀមខ្លួនបង្រួបបង្រួមគ្នាឲ្យទៅជាចិនតែមួយនោះទេទម្រាំតែទៅដល់គោលដៅចុងក្រោយនេះផ្លូវដែលត្រូវដើរនៅវែងឆ្ងាយណាស់ការពិតទំនាក់ទំនងដ៏ល្អក្នុងគ្រាបច្ចុប្បន្នរវាងត្រើយទាំងពីរនៃសមុទ្រ Formos បង្កប់ទៅដោយពុតបុតរៀងៗខ្លួនក្នុងខណៈនេះចិនដីគោក
បារម្ភខ្លាចតៃវ៉ាន់ប្រកាសឯករាជ្យនិងគ្មានប្រាថ្នាចង់បានអ្វីក្រៅពីរក្សាស្ថានភាពឲ្យនៅដូចដើមនោះទេតៃវ៉ាន់វិញដែលកំពុងហាលឆ្លងវិបត្តិសេដ្ឋកិច្ចត្រូវការចិនដីគោកជាងពេលណាទាំងអស់អ្វីដែលទាំងសងខាងចង់បានពីពេលនេះតទៅគឺការរងាប់ភាពតានតឹងទីក្រុងប៉េកាំងដឹងថាក្រោមការគ្រប់គ្រងរបស់ម៉ាយីងជូវលទ្ធភាពនៃការប្រកាសឯករាជ្យពីសំណាក់តៃវ៉ាន់មានកម្រិតតូចជាងសម័យដែលលោកចិនស៊ុយប៊ិនប្រធានាធិបតីទាមទារឯករាជ្យនិយមជាអ្នកដឹកនាំប្រទេសទីក្រុងតៃវ៉ាន់ជឿជាក់ថាតាមរយៈការបង្កើតទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយទីក្រុងតៃប៉េយូរឬឆាប់តៃវ៉ាន់គង់តែធ្លាក់ចូលទៅក្នុងសើមរបស់គេជាមិនខានទីក្រុងតៃប៉េឯនោះវិញយល់ឃើញថាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនដីគោកដោយមិននិយាយប៉ះពាល់សោះឡើយទៅដល់បញ្ហាធិបតេយ្យរបស់តៃវ៉ាន់នឹងធ្វើឲ្យចំណេញដល់តៃវ៉ាន់ទៅវិញទេយ៉ាងណាក៏ដោយភាពតានតឹងគង់តែកើតឡើងវិញនៅថ្ងៃណាមួយជាមិនខានចូលកុំភ្លេចថាចំពោះថ្នាក់ដឹកនាំចិនអូសទាញតៃវ៉ាន់មកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួនជាការចាំបាច់ពីព្រោះចិននឹងមិនអាចមានឈ្មោះជាមហាអំណាចតំបន់ឬមហាអំណាចពិភពលោកពិតប្រាកដបានទេប្រសិនបើនៅតែម្ខាងជាចិនដៃគោកនិងម្ខាងជាចិនតៃវ៉ាន់ម្ខាងជាចិនកុម្មុយនីសនិងម្ខាងទៀតជាចិនប្រជាធិបតេយ្យនៅលើឆាកអន្តរជាតិរីឯថ្នាក់ដឹកនាំតៃវ៉ាន់វិញអធិបតេយ្យនិងបូរណភាពទឹកដីនៃកោះតៃវ៉ាន់ជាបញ្ហាស្លាប់រស់ទំនាក់ទំនងរវាងចិននិងកូរ៉េទាំងពីរនៅក្នុងស្មារតីថ្នាក់ដឹកនាំចិនសពថ្ងៃឧបទ្វីបកូរ៉េត្រូវតែស្ថិតនៅក្រោមឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ប្រទេសចិនចូលកុំភ្លេចថាតាំងពីបុរាណកាលតរហូតដល់ឆ្នាំ1895កូរ៉េតែងស្ថិតនៅក្រោមការត្រួតត្រារបស់ចក្រភពចិនមុននឹងធ្លាក់បន្តិចម្ដងនៅក្នុងកណ្ដាប់ដៃជប៉ុនដែលលេបយកឧបទ្វីបទាំងមូលមកកាន់កាប់នៅឆ្នាំ1910កូរ៉េបន្តឃ្លាតចេញពីឥទ្ធិពលចិននៅឆ្នាំ1945កាលនោះក្រោយពីជប៉ុនចាញ់សង្គ្រាមលោកលើកទី2ហើយសហរដ្ឋអាមេរិកនិងសហភាពសូវៀតពុះចែកកូរ៉េទាំងពីរកូរ៉េខាងជើងក្លាយជាកុម្មុយនីសស្តាលីននិយមផ្គត់ផ្គង់ដោយសូវៀតកូរ៉េខាងត្បូងវិញបែរទៅរកលោកខាងលិចការពារនិងទ្រទ្រង់ដោយសហរដ្ឋអាមេរិកនៅឆ្នាំ1949សាធារណរដ្ឋប្រជាមានិតចិនដែលកាលនោះជាប្រទេសកុម្មុយនីសថ្មីថ្មោងផ្ដើមមានទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើងវិញតែជាទំនាក់ទំនងដែលស្ថិតក្រោមការឃ្លាំមើលរបស់រាមច្បងសូវៀតចំណងមេត្រីភាពរវាងចិននិងកូរ៉េខាងជើងបានធ្វើឲ្យប្រទេសជិតខាងទាំងពីរនេះសឹងក្លាយជាបងប្អូនឈាមជ័រតែមួយជាពិសេសនៅសម័យសង្គ្រាមកូរ៉េឆ្នាំ1950 1953ការនោះកងទ័ពចិននិងកងទ័ពកូរ៉េខាងជើងគៀកស្មារគ្នាប្រយុទ្ធទប់ទួលនឹងកម្លាំងអន្តរជាតិទឹកមុខដោយសហរដ្ឋអាមេរិកដែលមកជួយកូរ៉េខាងត្បូងសពថ្ងៃនេះជាពិសេសតាំងពីសហភាពសូវៀតបានរលត់រលាយនឹងសង្គ្រាមត្រជាក់បានចប់បាត់ទៅចិនមានឥទ្ធិពលខ្លាំងទៅលើកូរ៉េខាងជើងមូលហេតុទី1គឺមកពីកូរ៉េខាងជើងដែលលែងទទួលជំនួយពីម៉ូស្គូតាំងពីឆ្នាំ1991មកធ្លាក់ខ្លួនក្រហើយពឹងពាក់ទាំងស្រុងទៅលើចិនទៅលើវិស័យសេដ្ឋកិច្ចមូលហេតុទី2គឺមកពីនៅក្នុងវិបត្តិនុយក្លេអ៊ែរលើកទី1នៅក្នុងឆ្នាំ1944និងលើកទី2តាំងពីឆ្នាំ2002មកកូរ៉េខាងជើងដែលត្រូវសហគមន៍អន្តរជាតិជាពិសេសអាមេរិកស្ដីបន្ទោសអាចពឹងផ្អែកលើប្រទេសចិនតែមួយគត់ដើម្បីចេញរួចពីភាពឯកានៅលើឆាកអន្តរជាតិតាំងពីទសវត្សរ៍ទី90មកដល់សព្វថ្ងៃថ្នាក់ដឹកនាំចិនយកចិត្តទុកដាក់ខ្លាំងទៅលើឧបទ្វីបកូរ៉េពីព្រោះការថមថយឥទ្ធិពលរបស់រុស្ស៊ីនៅក្នុងឧបទ្វីបនេះដាក់ប្រទេសចិនឲ្យប្រឈមមុខគ្នាផ្ទាល់តែម្ដងជាមួយសហរដ្ឋអាមេរិកអ្វីដែលចិននិងអាមេរិកបាននឹងកំពុងបន្តឃ្លាំមើលគឺទំនាក់ទំនងល្អជាងកាលសម័យសង្គ្រាមត្រជាក់
រវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងនៅក្នុងឆ្នាំ 1991 កូរ៉េទាំងពីរបានចុះហត្ថលេខាទទួលកិច្ចព្រមព្រៀងជាមូលដ្ឋានមួយស្ដីពីការមិនឈ្លានពានគ្នាទៅវិញទៅមកស្ដីអំពីការបង្កើតឡើងនៅទូរស័ព្ទក្រហមមួយដើម្បីឲ្យថ្នាក់ដឹកនាំប្រទេសទាំងពីរអាចទូរស័ព្ទទាក់ទងគ្នាបាននៅពេលមានអាសន្នកើតឡើងការសម្រួលទំនាក់ទំនងរវាងកូរ៉េទាំងពីរបានបោះមួយជំហានធំទៅមុខនៅឆ្នាំ 2000 នាឱកាសជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីកូរ៉េខាងត្បូងគីម ដេលចុងនិងអគ្គមគ្គុទ្ទេសកូរ៉េខាងជើងគីម ចុងអ៊ីលក៏ប៉ុន្តែក្រោយមកកូរ៉េទាំងពីរមើលមុខគ្នាមិនចំជាថ្មីដោយហេតុតែកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងហេតុអ្វីបានជាចិននិងអាមេរិកយកចិត្តទុកដាក់ខ្លាំងម្ល៉េះទៅលើកិច្ចសន្ទនារវាងកូរ៉េទាំងពីរការពិតចិននិងអាមេរិកបារម្ភក្រែងនៅទីបំផុតកូរ៉េទាំងពីរបង្រួបបង្រួមគ្នាឲ្យទៅជាប្រទេសតែមួយវិញក្តីបារម្ភតែមួយដូចគ្នាប៉ុន្តែមូលហេតុពីរខុសគ្នាដោយចំពោះអាមេរិកបើសិនជាកូរ៉េទាំងពីរក្លាយទៅជាប្រទេសតែមួយវិញនោះបញ្ហានៃវត្តមានទាហានអាមេរិក 70,000 នាក់នៅកូរ៉េខាងត្បូងនិងនៅជប៉ុននឹងចោទឡើងចំពោះចិនវិញការដែលកូរ៉េទាំងពីរអាចក្លាយទៅជាប្រទេសតែមួយវិញនៅជាប់បង្កោយនឹងប្រទេសខ្លួនគឺជាគ្រោះថ្នាក់មួយជាយថាហេតុពីព្រោះប្រទេសកូរ៉េតែមួយដែលមានប្រជាជនរហូតដល់ទៅជាង70 លាននាក់និងដែលថ្នាក់ដឹកនាំដែលរបបសេដ្ឋកិច្ចសេរីនិយមមួយនឹងអាចក្លាយទៅជាមហាអំណាចតំបន់យ៉ាងលឿនរហ័សក្លាយជាគូប្រជែងរបស់ចិននៅថ្ងៃណាមួយជាមិនខានយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំចិនគឺទាញកូរ៉េខាងត្បូងឲ្យឃ្លាតចេញបន្តិចម្ដងពីសហរដ្ឋអាមេរិកនៅក្នុងន័យនេះតាំងពីឆ្នាំ 2002 រហូតមកដល់ការឡើងធ្វើជាប្រធានាធិបតីលោកអូបាម៉ាចិនមិនចាំបាច់ធ្វើអ្វីឡើយពីព្រោះការទូតប្រកបដោយហិង្សារបស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិបានធ្វើឲ្យសាធារណរដ្ឋមតិកូរ៉េខាងត្បូងស្អប់អាមេរិកខ្លាំងឡើងជាញឹកញយពួកយុវជនកូរ៉េចុះបាតកម្មតាមដងផ្លូវទាមទារឲ្យទ័ពអាមេរិកចាក់ចេញពីទឹកដីគេជាទូទៅពួកគេយល់ឃើញថាមានតែចិនទេដែលអាចកែតម្រង់ប្រទេសកូរ៉េខាងជើងនិងអាចជួយរក្សាស្ថិរភាពនៃឧបទ្វីបកូរ៉េបានម្យ៉ាងវិញទៀតកត្តាសេដ្ឋកិច្ចក៏កំពុងទាញចិននិងកូរ៉េខាងត្បូងឲ្យខិតចូលជិតគ្នាដែរដោយប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុនធំរបស់កូរ៉េខាងត្បូងបានទៅដាក់ទុនរកស៊ីនៅប្រទេសចិនដូចជានៅនងកាងជាដើមដោយឡែកកត្តាវប្បធម៌ក៏ជួយទាញចិននិងកូរ៉េខាងត្បូងឲ្យខិតចូលជិតគ្នាដែរជនជាតិកូរ៉េខាងត្បូងច្រើនឡើងបែរជាទៅរកគោលការណ៍ខុងជឿនិយមដែលជាឫសគល់មួយនៃវប្បធម៌ចិននិងវប្បធម៌កូរ៉េដែលតាំងពីឆ្នាំ 2003 មកនិស្សិតភាគច្រើននៃសាកលវិទ្យាល័យជាតិនៃទីក្រុងសេអ៊ូលចូលចិត្តរៀនភាសាចិនជាងភាសាអង់គ្លេសនិងដោយថ្មីកន្លងទៅនេះការស្ទាបស្ទង់មតិមួយថែមទាំងបង្ហាញថាពលរដ្ឋកូរ៉េខាងត្បូងមួយចំនួនធំចង់ឃើញប្រទេសខ្លួនមានទំនាក់ទំនងជាមួយចិនជាជាងជាមួយជប៉ុនចិនចង់ធ្វើជារៀមច្បងគំរូសម្រាប់កូរ៉េខាងជើងតាំងពីឆ្នាំ 2002 មកឧបទ្វីបកូរ៉េជាតំបន់ប្រកបទៅដោយអស្ថិរភាពពីព្រោះសហគមន៍អន្តរជាតិសង្ស័យថាកូរ៉េខាងជើងលួចផលិតគ្រាប់បែកបរមាណូក្តីសង្ស័យបានក្លាយទៅជាការពិតនៅខែតុលាឆ្នាំ 2006 នាពេលដែលកូរ៉េខាងជើងបានពិសោធន៍សាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី1បង្អស់ព្រឹត្តិការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានផ្ដើមធ្វើឲ្យទំនាក់ទំនងរវាងចិននិងកូរ៉េខាងជើងស្គាល់ភាពរអាក់រអួលចិនរឹងរិតតែអាម៉ាស់មុខនៅពេលដែលកូរ៉េខាងជើងបានពិសោធន៍អាវុធនុយក្លេអ៊ែរម្ដងទៀតនៅឆ្នាំ 2009 រួចហើយបានដើរចេញពីតុចរចា6ភាគីរវាងសហរដ្ឋអាមេរិកចិនរុស្ស៊ីជប៉ុននិងកូរ៉េទាំងពីរនៅខែមេសាឆ្នាំ 2009 មូលហេតុគឺមកពីប៉ុន្មានឆ្នាំចុងក្រោយនេះ
ចិនជាអ្នកចេញមុខរៀបចំកិច្ចចរចា6ភាគីដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងនិយាយបែបផ្សេងចិនបានចេញមុខធានាថាខ្លួនអាចបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យលះបង់ចោលនៅមហិច្ឆតានុយក្លេអ៊ែរនៅក្នុងន័យនេះការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនិងការដើរចេញពីតុចរចារបស់ប្រទេសនេះស្ដែងឲ្យឃើញនៅបរាជ័យនៃការទូតចិននឹងធ្វើឲ្យចិនបាក់មុខមិនស្ទើរនោះទេតាមពិតថ្នាក់ដឹកនាំចិនមិនចង់ឲ្យកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរទេពីព្រោះប្រការនេះនឹងញ៉ាំងឲ្យជប៉ុនកូរ៉េខាងត្បូងឬតៃវ៉ាន់ចង់បានអាវុធនុយក្លេអ៊ែរដែរឬក៏នឹងអាចញ៉ាំងឲ្យសហរដ្ឋអាមេរិកចូលមកលូកដៃកាន់តែជ្រៅក្នុងបញ្ហាឧបទ្វីបកូរ៉េរីឯកូរ៉េខាងជើងវិញយល់ឃើញផ្សេងយល់ឃើញថាប្រទេសខ្លួនចាំបាច់ត្រូវតែក្លាយទៅជាមហាអំណាចនុយក្លេអ៊ែរដើម្បីកុំឲ្យសត្រូវជាពិសេសសហរដ្ឋអាមេរិកមករំលំរបបកុម្មុយនីសរបស់ខ្លួនបានទន្ទឹមនឹងនេះចិនក៏ឈឺក្បាលនិងក្រពុលមុខខ្លាំងដែរដោយហេតុតែកូរ៉េខាងជើងចេះតែបន្តរកគ្រឿងកូរ៉េខាងត្បូងជាអាចតាមរយៈការបាញ់ពលិចនាវាចម្បាំងមួយគ្រឿងរបស់កូរ៉េខាងត្បូងនៅខែមិនិនាឆ្នាំ2010កាលនោះទោះជាមានការប្រកែកដោះសារពីខាងទីក្រុងខ្យុងយ៉ាងណាក៏ដោយក៏ការស៊ើបអង្កេតបង្ហាញថានាវាដែលលិចនឹងដែលបណ្ដាលឲ្យមានស្លាប់នាវិកកូរ៉េខាងត្បូង46នាក់ត្រូវបានបាញ់កំទេចដោយនាវាមួយទឹករបស់កូរ៉េខាងជើងមែនមិនតែប៉ុណ្ណោះដោយហេតុតែមានការរករឿងពីសំណាក់កូរ៉េខាងជើងទៅលើកូរ៉េខាងត្បូងអញ្ចឹងហើយបានជាសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធរួមគ្នានៅតំបន់សមុទ្រលឿងសមយុទ្ធទាំងនេះដែលប្រព្រឹត្តទៅនៅចម្ងាយប្រមាណជាង5គីឡូម៉ែត្រពីទីក្រុងប៉េកាំងតែប៉ុណ្ណោះនឹងមិនអាចធ្វើឲ្យចិនសប្បាយចិត្តនោះទេចង់ឬមិនចង់របបនយោបាយកូរ៉េខាងជើងគ្មានជំរើសអ្វីផ្សេងក្រៅពីបន្តពឹងពាក់ប្រទេសចិនតទៅទៀតពឹងពាក់ចិនដើម្បីបន្តទប់ទល់នឹងអរិយភាពពីសំណាក់មជ្ឈមលោកជាពិសេសសហរដ្ឋអាមេរិកពឹងពាក់ចិនដើម្បីទ្រទ្រង់សេដ្ឋកិច្ចនៃប្រទេសពីព្រោះកូរ៉េខាងជើងត្រូវការជំនួយថវិកាស្បៀងអាហារនិងថាមពលពីប្រទេសចិនពឹងពាក់ចិនពីព្រោះតទៅថ្ងៃមុខកូរ៉េខាងជើងនឹងច្បាស់ជាជ្រើសរើសយកគំរូអភិវឌ្ឍរបស់ចិននោះគឺបើកចំហសេរីភាពសេដ្ឋកិច្ចផ្ទុយទៅវិញបំបិទសិទ្ធិនយោបាយនិងបន្តឲ្យមានគណៈបកតែមួយគឺបកកុម្មុយនីសតាំងពីឆ្នាំ2003មកចិនបាននឹងកំពុងបន្តបង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយកូរ៉េខាងជើងប្រទេសជិតខាងទាំងពីរនេះបានចុះហត្ថលេខាទទួលកិច្ចសន្យាសេដ្ឋកិច្ចមួយចំនួននាឱកាសទស្សនកិច្ចជាបន្តរបស់ប្រធានាធិបតីហ៊ូចិនតាវនិងនាយករដ្ឋមន្ត្រីវ៉េនជៀវប៉ៅនៅកូរ៉េខាងជើងតាំងពីឆ្នាំ2006មកទន្ទឹមនឹងនេះចិនបន្តសាងសង់ឲ្យកូរ៉េខាងជើងនៅផ្លូវថ្នល់និងផ្លូវដែកនិងជាពិសេសទៅតាមតំបន់បណ្ដោយព្រំដែនទោះជាយ៉ាងណាក៏ដោយនៅក្នុងវិបត្តិកូរ៉េខាងជើងចិនក្រពុលមុខកាន់តែខ្លាំងពីព្រោះត្រូវបន្តដើរតួនាទីជាប្រទេសមិត្តរបស់ក្រុងខ្យុងយ៉ាងផងនិងត្រូវដើរតួនាទីជាអាជ្ញាកណ្ដាលផងការបន្តធ្វើជាមិត្តរបស់កូរ៉េខាងជើងជាការមួយចាំបាច់សម្រាប់ថ្នាក់ដឹកនាំចិនម្យ៉ាងគឺមកពីមូលហេតុប្រវត្តិសាស្ត្រដែលចងយ៉ាងជាប់របបកុម្មុយនីសប៉េកាំងនិងរបបកុម្មុយនីសខ្យុងយ៉ាងម្យ៉ាងទៀតគឺមកពីចិនដែលមានព្រំដែនជាប់ជាមួយនឹងកូរ៉េខាងជើងយល់ដឹងថាបើសិនជារបបខ្យុងយ៉ាងមានបញ្ហាដែលហេតុតែវិបត្តិសេដ្ឋកិច្ចឬក៏អស្ថិរភាពនយោបាយធ្ងន់ធ្ងរប្រជាជនកូរ៉េខាងជើងរាប់លាននាក់នឹងច្បាស់ជាភៀសខ្លួនចូលមកក្នុងទឹកដីប្រទេសចិនជាមិនខានអញ្ចឹងហើយបានជាថ្នាក់ដឹកនាំចិនត្រូវបង្ខំចិត្តបន្តផ្ដល់ជំនួយដល់កូរ៉េខាងជើងនិងបន្តការពារថ្នាក់ដឹកនាំទីក្រុងខ្យុងយ៉ាងតទៅទៀតទន្ទឹមនឹងនេះចិនដែលកំពុងក្លាយទៅជាមហាអំណាចពិភពលោកក៏ត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ដែរមិនអាចចេះតែអង្គុយការពារកូរ៉េខាងជើងរបៀបនេះជារៀងរហូតទេចិនចង់ឃើញនិងចង់ឲ្យសហគមន៍អន្តរជាតិរាប់អានកូរ៉េខាងជើងក៏ប៉ុន្តែអេរយាប័តវិជ្ជមានឬអវិជ្ជមានរបស់ពិភពលោកក៏អាស្រ័យទៅលើមារយាទរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើងដែរឧទាហរណ៍ចិនក៏ជាកុម្មុយនីសវៀតណាមក៏ជាកុម្មុយនីសហើយកូរ៉េខាងជើងក៏ជាកុម្មុយនីសដូចគ្នាតែហេតុអ្វីបានជាសហគមន៍អន្តរជាតិរាប់រកចិននិងវៀតណាមតែបែរខ្នងដាក់កូរ៉េខាងជើង
នយោបាយឈ្នះឈ្នះរបស់ចិននៅចំពោះមុខអាស៊ាននៅក្នុងអតីតកាលជាពិសេសនៅចន្លោះទសវត្សរ៍ទី60និងទសវត្សរ៍ទី70បណ្ដាលប្រទេសអាស៊ីអាគ្នេយ៍តែងតែចាត់ទុកចិនជាគ្រោះថ្នាក់ធំមួយការចំណន់នោះចិនជាគ្រោះថ្នាក់កុម្មុយនីសសម្រាប់ឥណ្ឌូនេស៊ីថៃម៉ាឡេស៊ីសិង្ហបុរីហ្វីលីពីនឬភូមាប្រទេសទាំងនេះខ្លាចចិនខ្លាំងនិងព្រួយបារម្ភខ្លាំងនៅឆ្នាំ1975នាពេលដែលឥណ្ឌូចិនទាំងមូលក្លាយទៅជាកុម្មុយនីសក្រោយមកទៀតនៅឆ្នាំ1979បណ្ដាលប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើននាំគ្នាចាត់ទុកចិនថាជាគ្រោះថ្នាក់យោធាពីព្រោះកាលនោះកងទ័ពចិនបានវាយប្រហារទៅលើប្រទេសវៀតណាមដែលហ៊ានវាយរំលំរបបខ្មែរក្រហមនិងហ៊ានកាន់កាប់ប្រទេសកម្ពុជាសប្តាហ៍ថ្ងៃនេះអ្វីៗក៏ប្រែប្រួលអស់ហើយបណ្ដាលប្រទេសសមាជិកទាំង10នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានឈប់ចាត់ទុកចិនជាគ្រោះថ្នាក់ទៀតហើយមិនតែប៉ុណ្ណោះអាស៊ានថែមទាំងគាំទ្រចិននិងទទួលស្គាល់គោលការណ៍ប្រទេសចិនតែមួយថែមទៀតផងក្នុងបរិបទបែបនេះចិនរុញកូនអុករបស់គេបន្តិចម្ដងចូលមកក្នុងភូមិភាគអាស៊ីអាគ្នេយ៍ដោយសារតែការទូតសេដ្ឋកិច្ចវប្បធម៌និងនយោបាយដ៏ប៉ិនប្រសប់ចិនប្រើអំណាចស្រទន់ soft power និងអនុវត្តនយោបាយឈ្នះឈ្នះក្នុងគោលដៅពង្រីកឥទ្ធិពលនិងលាងសម្អាតកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍នៅជាង2ទសវត្សរ៍ចុងក្រោយនេះអាស៊ានកក់ក្ដៅក្នុងចិត្តនិងលែងភ័យព្រួយនៅចំពោះមុខប្រទេសចិនពីព្រោះថ្នាក់ដឹកនាំចិនឲ្យតម្លៃទៅលើការអភិវឌ្ឍសេដ្ឋកិច្ចជាងឥទ្ធិពលមនោគមវិជ្ជាហើយពីព្រោះសន្ទរកថារបស់ថ្នាក់ដឹកនាំចិនសម្ដៅចង់បានតែសន្តិភាពនិងស្ថិរភាពនៅក្នុងប្រទេសចិននិងនៅតំបន់ជុំវិញប្រទេសចិននៅចំពោះមុខអាស៊ានចិនអនុវត្តនយោបាយឈ្នះឈ្នះនៅលើវិស័យសេដ្ឋកិច្ចនៅឆ្នាំ1997កិច្ចព្រមព្រៀងមួយបានកំណត់ក្របខ័ណ្ឌស្ថាប័ននៃសហប្រតិបត្តិការរវាងចិនជប៉ុនកូរ៉េខាងត្បូងនិងអាស៊ានគឺជាអ្វីដែលហៅថាសហប្រតិបត្តិការអាស៊ានបូក3ក្រោយពីមានវិបត្តិហិរញ្ញវត្ថុអាស៊ីនៅឆ្នាំ1997 1998អាស៊ានបូក3ក៏ចុះហត្ថលេខាទទួលកិច្ចព្រមព្រៀងសហប្រតិបត្តិការរូបិយវត្ថុមួយដែលក្រុងឲ្យមានការខ្ចីរូបិយវត្ថុគ្នាទៅវិញទៅមករវាងបណ្ដាលប្រទេសហត្ថលេខីពេលណាអស្ថិរភាពខ្លាំងកើតឡើងម្ដងនៅលើទីផ្សារហិរញ្ញវត្ថុវិបត្តិហិរញ្ញវត្ថុអាស៊ីនៅឆ្នាំ1997ក៏ជាឱកាសមួយសម្រាប់ឲ្យចិនបង្ហាញនូវសាមគ្គីភាពរបស់គេចំពោះអាស៊ានដែរកាលនោះចិនមិនព្រមបញ្ចុះខ្លាំងពេកទេតម្លៃប្រាក់យ័ន្តរបស់ខ្លួនពីព្រោះចិនចង់ជួយអូសទាញអាស៊ានឲ្យចេញផុតពីវិបត្តិសប្តាហ៍ថ្ងៃចិនបាននឹងកំពុងបន្តទិញយ៉ាងសន្ធឹកសន្ធាប់ផលិតផលរបស់អាស៊ានជាហេតុធ្វើឲ្យភូមិភាគអាស៊ីអាគ្នេយ៍ស្គាល់កំណើនសេដ្ឋកិច្ចខ្លាំងម្យ៉ាងវិញទៀតចិនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីអំពីការផ្ដោះប្ដូរពាណិជ្ជកម្មដោយសេរីជាមួយអាស៊ានចាប់តាំងពីឆ្នាំ2015មកនៅលើវិស័យនយោបាយក៏ដូចគ្នាអញ្ចឹងដែរថ្នាក់ដឹកនាំចិនប្រឹងប្រែងអនុវត្តនយោបាយឈ្នះឈ្នះដោយឲ្យតម្លៃខ្ពស់ទៅលើស្ថិរភាពនិងសន្តិភាពចិនបានផ្លាស់ប្ដូរសន្ទរកថាជាផ្លូវការក្នុងវិវាទជុំវិញទីប្រជុំកោះ Spratly និង Paracel ដែលចិននឹងបណ្ដាប្រទេសអាស៊ានមួយចំនួនដូចជាវៀតណាមហ្វីលីពីនប្រុយណេម៉ាឡេស៊ីដណ្ដើមគ្នាចង់បាននៅក្នុងន័យនេះនៅឆ្នាំ1992ចិនបានប្រកាសថាទីប្រជុំកោះទាំងពីរនេះជាកម្មសិទ្ធិរបស់ចិនហើយថានឹងប្រើកម្លាំងយោធាប្រសិនបើអធិបតេយ្យនេះត្រូវបានប្រទេសណាមួយរំលោភបំពានផ្ទុយទៅវិញនៅឆ្នាំ2004ចិនបានសន្យាប្រាប់អាស៊ានថាខ្លួនមានបំណងដោះស្រាយជម្លោះជុំវិញទីប្រជុំកោះ Spratly និង Paracel ដោយសន្តិវិធីនិងតាមផ្លូវចរចានៅក្នុងន័យដូចគ្នាអញ្ចឹងដែរនៅឆ្នាំ2004 វ៉េនជូប៉ៅដែលជានាយករដ្ឋមន្ត្រីចិនបានប្រដូចប្រទេសចិនទៅនឹងសត្វដំរីដ៏ស្លូតបូតមួយដែលគ្មានបំណងអាក្រក់ចង់បៀតបៀនអាស៊ានឡើយតាមរយៈអំណាចស្រទន់ចិនបានកំពុងពង្រីកឥទ្ធិពលវប្បធម៌របស់ខ្លួនទៅលើភូមិភាគអាស៊ីអាគ្នេយ៍ដែរខ្សែភាពយន្តចិនសិល្បៈធ្វើម្ហូបអាហារចិននិងផលិតផលឧបភោគបរិភោគកំពុងជួយធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ចិន
ល្បីសុសសាយពីពេញតំបន់អាស៊ីអាគ្នេយ៍ម្យ៉ាងវិញទៀតសមាគមចិននៅអាស៊ីអាគ្នេយ៍ក៏ជួយទាញចិននិងអាស៊ានឲ្យខិតចូលចិត្តគ្នាដែរនៅអតីតកាលជនជាតិចិននៅអាស៊ីអាគ្នេយ៍ស្អប់របបកុម្មុយនីសផ្ទុយទៅវិញសពថ្ងៃកូនចៅចិននៅតំបន់មានមោទនភាពចំពោះឥទ្ធិពលខ្លាំងក្លានៃប្រទេសដូនតាពួកគេហើយមិនរារែកឡើយក្នុងការតាក់ទងរកស៊ីជាមួយកុម្មុយនីសចិន